ការគិតគឺបានបង្កើតអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួនរបស់អ្នកទោះជាអ្នកបានដឹងក៏ដោយមិនបានដឹងក៏ដោយទោះអ្នកបានយល់ក៏ដោយមិនបានយល់ក៏ដោយប៉ុន្តែគ្រប់យ៉ាងដែលនៅចំពោះមុខអ្នកនៅជុំវិញខ្លួនរបស់អ្នកគឺកើតឡើងអំពីការគិតចូលប្រយ័ត្នអំពីការគិតរបស់អ្នកដូច្នេះអ្នកត្រូវតែគិតឲ្យដឹងថាគិតឲ្យច្បាស់ឲ្យប្រកាសថាតើក្នុងមួយឆាកជីវិតរបស់អ្នកតើអ្នកត្រូវការអ្វីតើអ្នកចង់បានអ្វីបន្ទាប់ពីអ្នកបានគិតយ៉ាងច្បាស់យ៉ាងជាក់លាក់យ៉ាងប្រកបប្រជាហើយចូលធ្វើការសម្រេចចិត្តមួយបន្ទាប់ពីអ្នកបានសម្រេចចិត្តរួចហើយចូលស្រឡាញ់នៅការសម្រេចចិត្តរបស់អ្នកហើយគោរពនៅការសម្រេចចិត្តមួយនេះពីព្រោះថាអ្នកបានគិតគូរយ៉ាងយកចិត្តទុកដាក់យ៉ាងល្អិតល្អន់នៅអ្វីដែលអ្នកចង់បាននៅអ្វីដែលអ្នកត្រូវការនិងបានគិតថាធ្វើអ្វីដើម្បីសម្រេចយកឲ្យបានហើយដូច្នេះចូលស្រឡាញ់ការសម្រេចចិត្តរបស់អ្នកនិងគោរពនៅការសម្រេចចិត្តរបស់អ្នកនេះគឺជារូបមន្តជ័យទី3